ពេលបច្ចុប្បន្ននេះកំណើននៃរថយន្តបានកើនឡើងជាបន្តបន្ទាប់និងកាន់តែទំនើបទៅអាស្រ័យទៅតាមតម្រូវការនិងបច្ចេកវិទ្យាទំនើបចុងក្រោយនៅលើពិភពលោកបងប្អូនទាំងអស់គ្នាតើដឹងទេថារថយន្តមានដើមកំណើតយ៉ាងណាហើយចាប់ពីពេលណាមកតើអ្នកណាជាអ្នកមានគំនិតរៀបចំរចនាបថនៃរថយន្តឡើងបើនិយាយអំពីកំណើតនៃរថយន្តយើងនឹកឃើញទៅដល់ឆ្នាំ1885ដែលលោក Carl Benz គឺបានបង្កើតឧបករណ៍ម្យ៉ាងដែលមានឈ្មោះថា Benz Patent Motorwagen ឧបករណ៍នេះត្រូវបានគេចាត់ទុកថាជារថយន្តដំបូងគេប៉ុន្តែអ្វីជាការចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺក្នុងឆ្នាំ1769គឺមុនមួយសតវត្សគឺលោក Nicolas Joseph Carnot ជាវិស្វករជនជាតិបារាំងគឺបានបង្កើតយានជំនិះដែលដើរដោយចំហាយទឹកដំបូងគេប៉ុន្តែគេមិនទាន់បានកំណត់ថាវាជារថយន្តឡើយទេការបង្កើតរថយន្តនេះដើម្បីបំពេញតម្រូវការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាផងការរីកចម្រើនខាងផ្នែកឧស្សាហកម្មផងអឺរ៉ុបកាលពីសម័យហ្នឹងគឺជាសម័យកាលបដិវត្តឧស្សាហកម្មនិងការរីកចម្រើននៃបច្ចេកវិទ្យាផ្សេងៗផងដែរអញ្ចឹងលោក Nicolas Joseph Carnot គាត់បានបង្កើតឧបករណ៍មួយប្រភេទដែលដើរដោយចំហាយទឹកដើម្បីបំពេញតម្រូវការដឹកជញ្ជូននៃមនុស្សសម័យនោះនិងបង្ហាញអំពីការប្រកួតប្រជែងការរីកចម្រើននៃចំណេះដឹងរបស់គាត់ផងដែរលក្ខណៈសម្បត្តិរបស់រថយន្តដែលដើរដោយចំហាយទឹកបានន័យថាទឹកត្រូវបានកម្ដៅទៅក្នុងឡហើយដុតដោយប្រើធ្យូងថ្មអុសឬក៏ប្រេងឥន្ធនៈផ្សេងៗមានសំឡេងរំខានហើយការធ្វើចលនាមានល្បឿនយឺតគឺមិនលឿនដូចរថយន្តប្រើសាំងនោះទេហើយគឺមានលក្ខណៈសំពីងសំពងស្មុគស្មាញខ្លាំងនេះជាមូលហេតុទាំងឡាយដែលធ្វើឲ្យរថយន្តដែលដើរដោយចំហាយទឹកគឺមិនទទួលបានជោគជ័យនៅក្នុងទីផ្សារដូចរថយន្តដែលប្រើសាំងរថយន្តដែលដើរដោយចំហាយទឹកត្រូវបានគេដឹងថាវាជាមូលដ្ឋានដ៏ធំសម្រាប់ជំរុញដល់ការបង្កើតរថយន្តដែលប្រើដោយសាំងដែលបង្កើតដោយលោក Carl Benz នៅក្នុងឆ្នាំ1885និងមានការវិវត្តជាបន្តបន្ទាប់ដោយរថយន្តដែលមានប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះផងដែរលោក Carl Benz គឺជាស្ថាបនិកដំបូងគេជាអ្នកបង្កើតរថយន្តដែលប្រើប្រាស់ដោយថាមពលប្រេងសាំងដំបូងគេបំផុតនៅលើពិភពលោកហើយលោកត្រូវបានទទួលប័ណ្ណប៉ាតង់នៅក្នុងឆ្នាំ1886រថយន្តរបស់គាត់ឈ្មោះថា Benz Patent Motorwagen ដែលជារថយន្តប្រើប្រាស់សាំងដោយខ្លួនឯងដំបូងគេបង្អស់ហើយក៏ជាកំណើតដំបូងគេបំផុតនៃរថយន្តសម័យទំនើបមុនពេលនៃការបង្កើតរថយន្តនេះការដឹកជញ្ជូនពឹងផ្អែកទៅលើរទេះសេះរថយន្តដើរដោយថាមពលចំហាយទឹកនិងប្រព័ន្ធផ្លូវដែកជាដើមលោក Carl Benz ជាវិស្វករជនជាតិអាល្លឺម៉ង់ស្រមៃមើលថារថយន្តដែលមានទម្ងន់ស្រាលដែលអាចផ្លាស់ប្ដូរខ្លួនឯងពីកន្លែងមួយទៅកន្លែងមួយបានរហ័សនិងក៏ជាកម្លាំងដែលអាចដឹកជញ្ជូនទំនិញសម្រាប់បំពេញតម្រូវការមនុស្សទូទៅក៏ដូចជាការបង្កើននូវសេដ្ឋកិច្ចជាតិផ្សេងៗផងដែរឆ្នាំ1870 Benz បានចាប់ផ្ដើមធ្វើការលើការកែលម្អបច្ចេកវិទ្យាទាំងម៉ាស៊ីនទាំងតួដែលមានស៊ុំសម្រាប់ទ្រទ្រង់ម៉ាស៊ីនហើយលោក Benz បានបង្កើតធុងទឹកសម្រាប់ស្អំការពារការឡើងកម្ដៅនៃម៉ាស៊ីនដែលប្រើប្រាស់ដោយចំហេះសាំងបានន័យថាលោក Benz បានគិតគូរយ៉ាងល្អិតល្អន់ទៅលើបច្ចេកទេសថ្មីរបស់លោកហើយបន្ទាប់មកឧបករណ៍រថយន្តរបស់លោកត្រូវបានសាកល្បងដោយជោគជ័យប៉ុន្តែមនុស្សមួយចំនួនបានគិតថាវាជាគ្រោះថ្នាក់ទៅវិញទេហើយគិតថាវាគឺជាឧបករណ៍មួយដែលមិនចាំបាច់នោះទេបងប្អូនអ្វីដែលអាចបញ្ជាក់កាន់តែច្បាស់ថារថយន្តរបស់ Benz គឺអាចដំណើរការបាននោះគឺនៅក្នុងថ្ងៃមួយក្នុងឆ្នាំ1888 Beta Benz ដែលជាប្រពន្ធរបស់លោក Benz នឹងបានលួចយករថយន្តរបស់គាត់ដោយមិនឲ្យលោកដឹងហើយបានទៅចាក់សាំងមួយកន្លែងត្រង់កន្លែងដែលគេហៅថាជាស្ថានីយ៍ប្រេងឥន្ធនៈដំបូងគេនៅលើពិភពលោកគាត់បានធ្វើដំណើរជាមួយនឹងរថយន្តនេះរយៈចម្ងាយ106គីឡូម៉ែត្រទាំងផ្លូវចុះចំណោតនិងឡើងចំណោតហើយនៅពេលដែលចុះចំណោតគាត់បានយកស្បែកជើងជន់អឹបនឹងកង់ដើម្បីទប់លំនឹងកុំឲ្យរថយន្តទៅលឿនពេក
នេះជាបទពិសោធន៍មួយដែលនាំទៅដល់មានការផលិតហ្វ្រាំងរថយន្តរហូតដល់ពេលបច្ចុប្បន្ននេះផងដែរការធ្វើដំណើររបស់ Beta Bin ក្នុងរយៈចម្ងាយ106គីឡូម៉ែត្របានន័យថាជាពេលវេលាមួយដែលអាចបញ្ជាក់ថារថយន្តរបស់ Bin ត្រូវបានទទួលស្គាល់ជាសាធារណៈចាប់តាំងពីពេលនោះមកនេះជាការរួមចំណែកមួយដ៏ធំសម្រាប់ពិភពលោកក្នុងការទទួលបាននូវបច្ចេកវិទ្យាថ្មីរហូតដល់ពេលបច្ចុប្បន្ននេះក៏ដូចជាការរួមចំណែកមួយរបស់ Beta Bin ទៅកាន់ Bin ដែលជាប្តីក្នុងការពង្រីកមុខមាត់ក៏ដូចជាការពង្រីកអាជីវកម្មរបស់លោក Bin និងជាស្ថាបនិកដំបូងគេបំផុតដែលនាំឲ្យមានការរីកចម្រើនផ្នែកខាងដឹកជញ្ជូននិងយានជំនិះរហូតដល់ពេលបច្ចុប្បន្ននេះការវិវត្តរបស់រថយន្តពីមួយសម័យកាលទៅមួយសម័យកាលអាស្រ័យទៅលើការចង់បានអាស្រ័យទៅលើប្រព័ន្ធច្បាប់អាស្រ័យទៅលើការរីកចម្រើនផ្នែកផ្នត់គំនិតបច្ចេកវិទ្យារបស់មនុស្សនិងតម្រូវការជាបន្តបន្ទាប់ទៅលើវិស័យដឹកជញ្ជូនផ្សេងៗមកត្រឹមឆ្នាំ1901គេបានប្រជុំគ្នាដើម្បីផលិតរថយន្ត Oldsmobile ដែលជារថយន្តលក្ខណៈសម័យទំនើបហើយនៅឆ្នាំ1908 Henry Ford ក៏បានចាប់ផ្ដើមនៅ model T ដែលធ្វើឲ្យរថយន្តមានតម្លៃសមរម្យសម្រាប់មហាជនរហូតដល់ឆ្នាំ1913ក្រុមហ៊ុន Ford ក៏បានធ្វើបដិវត្តការផលិតមួយនឹងឲ្យជាខ្សែដំឡើងដែលផ្លាស់ប្ដូរដោយកាត់បន្ថយការចំណាយនិងពេលវេលាផលិតយ៉ាងច្រើនទសវត្សរ៍ឆ្នាំ1920ដល់ឆ្នាំ1930ក្រុមហ៊ុនធំៗជាច្រើនមាន General Motors និង Chrysler ដែលបាននាំយកទាំងគុណភាពនិងតម្លៃបានន័យថាមានការប្រកួតប្រជែងនិងពង្រឹងខាងគុណភាពនិងការធ្វើយ៉ាងណាឲ្យមានតម្លៃកាន់តែទាបនៅដំណាក់កាលក្រោយមកទៀតនៅក្នុងឆ្នាំ1939ដល់ឆ្នាំ1945បងប្អូនដឹងហើយថាវាគឺជាសម័យសង្គ្រាមលោកលើកទី2អញ្ចឹងវិស័យការផលិតរថយន្តត្រូវបានបង្វែរមកជាការផលិតរថយន្តសម្រាប់យោធាបម្រើទ្រទ្រង់ទៅដល់ការធ្វើសង្គ្រាមនៅក្នុងពេលនោះបងប្អូននៅទសវត្សរ៍ឆ្នាំ1950ដល់60ប្រទេសជប៉ុនបានផ្សាយ Toyota Honda និង Nissan ធ្វើឲ្យមានការប្រសើរឡើងនៅប្រសិទ្ធភាពនិងគុណភាពជាដើមទសវត្សរ៍ឆ្នាំ60ដល់70ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបនិងជប៉ុនបានណែនាំរថយន្តធន់សន្សំសំចៃប្រេងដែលប្រឈមទៅនឹងការត្រួតត្រារបស់អាមេរិកនៅយុគសម័យស្វ័យប្រវត្តិកម្មនិងការច្នៃប្រឌិតឆ្នាំ80ដល់ឆ្នាំ2000បានន័យថានៅឆ្នាំ1980ជាយុគសម័យមួយដែលរីកចម្រើនខាងបច្ចេកវិទ្យាកុំព្យូទ័រដូច្នេះការផលិតរថយន្តក៏បំពាក់ទៅដោយបច្ចេកវិទ្យាកាន់តែទំនើបទៅផងដែរនៅឆ្នាំ90បច្ចេកវិទ្យា Hybrid បានលេចឡើងដោយប្រើក្រុមហ៊ុន Toyota ដោយក្រុមហ៊ុន Toyota បានដាក់លក់រថយន្តព្រុសក្នុងឆ្នាំ1997ទសវត្សរ៍ឆ្នាំ2000សកលភាវូបនីយកម្មបាននាំឲ្យមានការរីកចម្រើនខ្សែចង្វាក់ផ្គត់ផ្គង់និងការបង្កើតសហប្រតិបត្តិការរវាងក្រុមហ៊ុនផលិតរថយន្តផ្សេងៗនៅឆ្នាំ2010រថយន្តអគ្គិសនី EVS ទទួលបានប្រជាប្រិយភាពជាមួយនឹងការរីកចម្រើនការច្នៃប្រឌិតមុនគេបង្អស់របស់ក្រុមហ៊ុន Tesla ដល់ឆ្នាំ2020ក្រុមហ៊ុនផលិតរថយន្តវិនិយោគយ៉ាងច្រើនទៅក្នុងការបើកបរប្រកបដោយប្រព័ន្ធ AI និងភាពឆ្លាតវៃបច្ចុប្បន្ននិងអនាគតឧស្សាហកម្មនេះកំពុងឆ្ពោះទៅរកនិរន្តរភាពបច្ចេកវិទ្យាបើកបរដោយខ្លួនឯងនិងការផលិតដំណើរការដោយ AI